សូមគោរពជំរាបសួរប្រិយមិត្តទូទាំងសនិកជនជាទីមេត្រីដែលនិយមទស្សនារាល់ការផ្សាយរបស់អង្គភាពសារព័ត៌មាន TV Facebook គណៈពេលនេះដែរខ្ញុំបាទហៅមេសារួមទាំងក្រុមការងារកំពុងតែមានវត្តមាននៅតាមបណ្ដោយផ្លូវ Stop TK ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី1ខណ្ឌទូកករាជធានីភ្នំពេញគណៈវេលានេះដែរគឺមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដល់រថយន្ត2គ្រឿងបានបុកគ្នានៅត្រង់ចំណុច Stop បំបីជា4បណ្ដារថយន្តទាំង2គ្រឿងរងការខូចខាតនឹងគឺយ៉ាងដំណំផងដែរបាទប្រិមិត្តជុំវិញទីតាំងកន្លែងកើតហេតុនេះយើងក៏ឃើញវត្តមានរបស់កម្លាំងសមត្ថកិច្ចមូលដ្ឋានលោកក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុដែរនឹងធ្វើការសាកសួរនៅភាគីទាំងសងខាងដើម្បីឲ្យធ្វើការដោះស្រាយគ្នាណាបាទជុំវិញទីតាំងកន្លែងកើតហេតុនឹងគឺបង្កឲ្យរថយន្តខូចខាតចំនួន2គ្រឿងនិងរបាំងថ្មពុះចែកទ្រង់ផ្លូវនឹងចំនួន2កង់ប្រិមិត្តនេះគឺជាប្រភេទរថយន្តអាម៉ាក់ព្រុសដែលពាក់ស្លាកលេខភ្នំពេញ 2BU 09និង87ប្រិមិត្តដល់យើងទទួលបានប្រភពព័ត៌មានហ្នឹងគឺនៅក្នុងរថយន្តហ្នឹងគឺរួមដំណើរគ្នា4នាក់បាទប្រិមិត្តប្រុសម្នាក់និងស្រី3នាក់បាទប្រិមិត្តនេះបើតាមការបញ្ជាក់របស់ម្ចាស់ឡានណាប្រិមិត្តរីឯរថយន្ត MG មួយគ្រឿងទៀតហ្នឹងគឺយើងអត់ដឹងថាគាត់រួមដំណើរប្រហែលអ្នកទេបាទដល់បើកមកដល់នៅចំណុចកើតហេតុហ្នឹងមិនដឹងថាគាត់បើកលបឿនយ៉ាងណាទេមិនដឹងថាស្ថានភាពយ៉ាងណាទេបានមកដល់ចំណុចផ្លូវ8ជា4ហ្នឹងគឺបុកចំផ្នែកកន្ទុយខាងក្រោយណាក៏បណ្ដាឲ្យរថយន្តហ្នឹងគឺវិលក្បាលមកគឺមកបុកបន្តជាមួយនឹងរបាំងថ្មពុះចែកទ្រង់ផ្លូវបន្ថែមទៀតបាទប្រិមិត្តឥឡូវដូចបានឃើញចាក់ស្ដែងរបាំងថ្មពុះចែកទ្រង់ផ្លូវហ្នឹងគឺដួលមួយកង់ហើយមួយកង់ទៀតគឺវេចេញពីទម្រង់ដើមហើយបាទប្រិមិត្តជុំវិញករណីខាងលើនេះណាហ្នឹងហើយខ្ញុំធ្វើការហើយខ្ញុំជិះមកពីកំពង់ឆ្នាំងអូគោលម្ដងតាណាវិញទៅ2004ហ្នឹងហើយមកដល់ stop ហ្នឹងយ៉ាងម៉េចដែរពេលមកដល់ stop ហ្នឹងខ្ញុំជិះមកត្រង់ផ្លូវភ្លើងត្រូវហើយភ្លើងខៀវហ្នឹងហើយភ្លើងអតិភិបហ្នឹងហើយបន្ទាប់មកជិះមកទៅគាត់ទទួលស្គាល់ដែរថាគាត់បានញ៉ាំស្រាហើយនឹងចុចទូរស័ព្ទហើយក៏បុកជិះមកបុកទៅពេលបុកហ្នឹងក៏ជិះមកក៏បុកទៅពួកខ្ញុំនិយាយតាមបងគាត់ប្រាប់ខ្ញុំដែរហ្នឹងហើយពួកឯពេលហ្នឹងខ្ញុំគេខ្ញុំអត់ដឹងរឿងទេហ្នឹងហើយបងមិនធ្វើដំណើរម៉ាននេះ6នាក់បង6នាក់ចាប្រុសម៉ានស្រីម៉ានបងប្រុសមួយស្រី3ប្រុសមួយស្រី3អញ្ចឹង4នាក់ប្រុសមួយស្រី4បាទប្រិមិត្តនេះគឺជារបាំងថ្មពុះចែកទ្រង់ផ្លូវណាបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកព្រុសមួយគ្រឿងនិងរថយន្តម៉ាក MG មួយគ្រឿងហ្នឹងគឺបានបើកបរមកដល់នឹងចំណុចចិត្តនឹងអង្តែនទូកកចិត្តអង្តែនទូកកហ្នឹងក៏បានបុកគ្នាពេញមួយទំហឹងបណ្ដាឲ្យរថយន្តទាំង2គ្រឿងរថយន្តម៉ាកព្រុសមួយគ្រឿងនិងរថយន្តម៉ាក MG មួយគ្រឿងគឺរងការខូចខាតយ៉ាងដំណំដូចគ្នាបាទប្រិមិត្តបន្ទាប់ពីបុកហ្នឹងក៏រថយន្តព្រុសហ្នឹងក៏រេចកោតមកបុកបន្តជាមួយនឹងរបាំងថ្មពុះចែកផ្លូវបណ្ដាឲ្យរបាំងថ្មពុះចែកទ្រង់ផ្លូវចំនួន2កង់ហ្នឹងគឺរងការខូចខាតណាបាទដោយខ្ទាតចេញពីទម្រង់ដើមរីឯមួយកង់ទៀតគឺផ្ងាជើងហើយបាទប្រិមិត្តហើយជុំវិញបាទករណីគ្រោះថ្នាក់ចរាចរណ៍នេះមានតែរងចាំខាងជំនាញផ្នែកចរាចរណ៍ផ្លូវគោកដើម្បីឲ្យលោកចោះមកដើម្បីវាស់វែងបាទយករថយន្តយកទៅរក្សាទុកឬក៏យ៉ាងណាក៏យើងមិនទាន់ដឹងដែរបាទមានតែខាងកម្លាំងសមត្ថកិច្ចនោះទេព្រោះអីបាទរបាំងថ្មពុះចែកទ្រង់ផ្លូវនេះគឺជាសម្បត្តិរបស់រដ្ឋណាគឺបកកការខូចខាតអញ្ចឹងមានតែបកគោទូនាទីនេះទៅឲ្យបាទជំនាញផ្នែកចរាចរណ៍នោះទេបាទប្រិមិត្តបាទអរគុណណាប្រិមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនារាល់ការផ្សាយគណៈពេលនេះខ្ញុំបាទហៅមេសារួមទាំងក្រុមការងារក៏សូមបិទបញ្ចប់នឹងការផ្សាយត្រឹមនេះបើសិនជាមានពាក្យពេចន៍និងកាយវិការត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសពីសំណាក់ប្រិមិត្តផងបាទជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះយើងគ្រាន់តែផ្សព្វផ្សាយជាព័ត៌មានបឋមមួយទេហើយព័ត៌មានយ៉ាងណាទៀតនោះយើងនឹងធ្វើការអាប់ដេតនៅលើគេហទំព័រនិង website STTVB សូមអរគុណនិងសូមគោរពលាក្រុមហ៊ុន Nanosan Cambodia ជាក្រុមហ៊ុននាំចូលនិងចែកចាយផលិតផលម៉ាកល្បីៗជាច្រើនដែលសុទ្ធតែជាផលិតផលដែលមានស្តង់ដារអន្តរជាតិថែមទាំងមានការធានាត្រឹមត្រូវចេញពីក្រុមហ៊ុន Ycam Internet ជម្រើសដ៏ពេញនិយមសម្រាប់គេហដ្ឋាននិងអាជីវកម្មគ្រប់ប្រភេទទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ